បងប្អូននៅក្នុងចំណុចឡើងនេះណាបងប្អូននៅពេលដែលកាកកាហ្វេរបស់យើងជាប់ទៅលើម៉ាស៊ីនឆុងកាហ្វេអញ្ចឹងនៅពេលដែលបងប្អូនឆុងកាហ្វេទៅគឺប្រកាសណាស់គឺមានជាតិឈ្ងុយក្នុងនឹងតែម្ដងតោះថ្ងៃនេះខ្ញុំចែកម្លែកបងប្អូនតាក់ទងទៅលើរបៀបដោះកន្លែងដែលឆុងកាហ្វេមួយនេះតោះឥឡូវយើងតាមដានទាំងអស់គ្នាសម្រាប់បងប្អូនដែលត្រូវការកាហ្វេគ្រាប់ដែលទៅតែលីងថ្មីមិនថារសជាតិស្រាលរសជាតិមធ្យមឬក៏រសជាតិដិតធ្ងន់បងប្អូនអាចតាក់ទង Telegram នៅលើវីដេអូនេះសម្រាប់បងប្អូនដែលមានម៉ាស៊ីនដូចខ្ញុំហើយមានខ្ចៅនៅក្នុង line group head ខាងលើនេះណាបងប្អូនថ្ងៃនេះខ្ញុំសូមចែកម្លែកបងប្អូនតាក់ទងលើរបៀបដោះនេះផងដែរបងប្អូនឡើយនេះបងប្អូនកុំដោះទៅខាងស្ដាំដៃមានថាយើងដោះហ្នឹងគឺបច្ចេកតនិកនីលការត្រឡប់មកវិញបងប្អូនឃើញទេយើងមូលបច្ចេកតនិកនីលការត្រឡប់មកវិញកាលណាដែលសិនជាបងប្អូនមូលឲ្យត្រូវជាមួយនីលការវាអាចនឹងទ្រក់ផងដែរបងប្អូនចាំបងប្អូនដោះដូចខ្ញុំបានបង្ហាញនៅលើវីដេអូនេះផងដែរបងប្អូនឃើញទេឡើយនឹងហើយដែលជាកំតិចកំទីជាប់ជាមួយនឹងកាកកាហ្វេនៅលើម៉ាស៊ីនផងដែរអញ្ចឹងនៅពេលដែលបងប្អូនឆុងគឺកតិចនឹងហើយដែលធ្វើឲ្យយើងឆុងទៅឈាមផងដែរឥឡូវយើងដោះសម្អាតលាងបងប្អូនគ្នាបងប្អូនឃើញទេគឺបងប្អូនលាងស្អាតរួចហើយបងប្អូនឃើញគឺថ្មីខ្ចីញញតែម្ដងណាជាងយើងលាងបែបនេះហើយបងប្អូននៅពេលដែលបងប្អូនយកកាហ្វេមកឆុងជាមួយនឹងម៉ាស៊ីនណាន័យថាយើងអត់មានភាពឈាមដូចមុននេះទេជួយកាត់បន្ថយឈាមបានមួយចំនួនផងដែរនេះបងប្អូនឃើញទេជាងយើងលាងរួចគឺស្អាតថ្មីចាស់តែម្ដងហើយនៅពេលដែលបងប្អូនចាប់ចូលវិញក៏សំខាន់ដែរបងប្អូនអញ្ចឹងចាប់ចូលវិញធម្មតាជាទូទៅកន្លែងវានេះបងប្អូនក៏ឲ្យបាត់ណាវានឹងគឺវាអ៊ីណុកន័យថាអត់ច្រេះទេអញ្ចឹងបងប្អូនកាន់ដៃសិនមកដើម្បីយើងមូលជាប់បន្តិចសិនកុំឲ្យមូលជាប់ខ្លាំងបងប្អូនមូលជាប់ថើផងដែរដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះផងដែរបងប្អូនឃើញទេមូលថើសិនដើម្បីឲ្យតាក់ស្ពឿណាដល់បងប្អូនមូលរួចហើយបងប្អូនយើងត្រូវការតូលវីកន្លែងនេះក៏សំខាន់ដែរបងប្អូនមូលទៅស្ដាំវិញឲ្យត្រូវជាមួយនឹងតនិកនីលការដើរត្រូវម៉ោងអញ្ចឹងណាហើយរឹតនេះកុំរឹតខ្លាំងបងប្អូនបើមិនជាបងប្អូនរឹតខ្លាំងអាចនឹងទ្រក់ព្រោះស្ពឺខាងក្នុងគឺដេរ៉ាណាបងប្អូនកាលណាដែលទ្រក់គឺធ្វើឲ្យពិបាកក្នុងការស្រឿឬក៏ជួសជុលមែនតើអញ្ចឹងបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនកុំភ្លេច share ទុកម្នាក់មួយណាអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត